week 1 after resign week 2 after resign ខ្ញុំឃើញអាហ្នឹងវា trending មែនតើនៅលើ TikTok បច្ចុប្បន្នហ្នឹងណាដែលថានាំគ្នាដាក់ពាក្យឈប់ធ្វើការអញ្ចឹងណាខ្ញុំមិនដឹងថាហ្នឹងវាជា new trending ថ្មីឬក៏យ៉ាងម៉េចទេណាប៉ុន្តែបន្ទាប់ពីឃើញអញ្ចឹងហើយខ្ញុំចង់ចែករំលែកបទពិសោធន៍ជាក់ស្ដែងនៃខ្លួនឯងផងជួបប្រទេសខ្ញុំក៏ចេញពីអ្នកដែលធ្វើការដាក់ពាក្យ resign ដូចគ្នាដើម្បីចេញរកស៊ីហើយរកការងារថ្មីហើយក៏រកស៊ីត្រឡប់ទៅធ្វើការវិញក៏រកស៊ីទៀតអញ្ចឹងទៅមកហើយក៏វាមានរឿងរ៉ាវជាច្រើននៅពីក្រោយហ្នឹងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែចាប់ដើមចង់ដាក់ពាក្យ resign ឬក៏ follow trending ដូចគេឯងណាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់រឿងពីរនេះសិនទី1អ្នកទាំងអស់គ្នាមានលុយអត់ចាមុននឹងយើងចាប់ដើមគិតថាខ្លួនឯងគួរតែ resign អត់ឬក៏ដាក់ពាក្យឈប់ធ្វើការហ្នឹងណាត្រូវសួរខ្លួនឯងនៅសំណួរមួយដំបូងបង្អស់គឺមានលុយឬអត់ចាលុយដែលនេះគឺចង់និយាយថាយើងមានលុយមកកញ្ចប់ជា emergency fund ឬក៏អត់អញ្ចឹង emergency fund មានន័យថានៅពេលដែលយើងដាក់ពាក្យឈប់ធ្វើការយើងអត់មានប្រាក់ចំណូលទៀងទាត់ជាប្រាក់ខែទេថាគេអញ្ចឹងយើងត្រូវមានលុយមកកញ្ចប់ឧទាហរណ៍ថាទាំងអស់គ្នាមួយខែចំណាយ$500អញ្ចឹងទាំងអស់គ្នាត្រូវមាន$3000ជាលុយសន្សំសម្រាប់ emergency fund ឬក៏គេហៅថាកញ្ចប់លុយបំរុងទុកនៅពេលមានគ្រាអាសន្នព្រោះយើងអត់មានចំណូលទៀតទេចាហើយបើសិនជាអ្នកទាំងអស់គ្នាឈប់ធ្វើការដើម្បីចេញរកស៊ីក៏យើងត្រូវមានលុយមកកញ្ចប់ដើម្បីចាប់ដើមអាជីវកម្មឬក៏របររកស៊ីរបស់យើងដែរយើងអាចចេញរកស៊ីទាំងអត់មានចំណាយអីសោះហើយមិនចឹងចឹងហើយនេះក៏បញ្ចូលការទូរស័ព្ទប្រើអ៊ីនធឺណិតត្រូវការរៀបចំទិញរបស់របរដើម្បី operate ទៅលើអាជីវកម្មមួយហ្នឹងអញ្ចឹងសិក្សាកញ្ចៃលុយទាំងអស់អញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងថាយើងមានលុយគ្រប់គ្រាន់ដើម្បីបំរុងចាយវារហូតដល់បានការងារថ្មីហើយនឹងមានលុយបំរុងសម្រាប់ចាប់ដើមធ្វើអាជីវកម្មខ្លួនឯងឬអត់អញ្ចឹងណាតែអានេះយើងអត់និយាយបើវងចោអត់និយាយសម្រាប់អ្នកដែលគាត់ resign ហើយគាត់មានការងារធ្វើមានន័យថាគាត់ដាក់ពាក្យជាប់កន្លែងការងារមួយទៀតហើយបើគាត់ដាក់ពាក្យ resign អានោះ it's okay យើងអត់មាន gap ទេយើងមានន័យថាយើងអត់មានផ្ដាច់ប្រាក់ខែខ្លួនឯងទេតើយើងមានប្រាក់ខែនៅកន្លែងចាស់ហើយយើងចាប់ដើមចូលកន្លែងថ្មីទៅប្រាក់ខែវាមកទៀតអញ្ចឹងវាអត់មានអីដែលយើងត្រូវ prepare ទេហ្នឹងណាចាអញ្ចឹងចំណុចមួយទៀតដែលអ្នកទាំងអស់គ្នាត្រូវដឹងគឺថាតើខ្លួនឯងអ្នកសួរខ្លួនឯងថាមានជំនាញមួយច្បាស់លាស់ឬក៏អត់ឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានជំនាញផ្នែក sales marketing design ផ្នែកអីទៀតចា training ឬក៏អីចឹង HR ចា admin អីចឹងអញ្ចឹងយើងរកអាជំនាញស្នូលរបស់ខ្លួនឯងដែលយើងមិនសមបានពីបទពិសោធន៍ការងាររបស់យើងនៅកន្លែងការងារចាស់ហ្នឹងត្រូវផ្ដោតទៅលើអាជំនាញខ្លួនឯងបើមិនជាយើងមានជំនាញមួយហ្នឹងគឺយើងវាឬក៏យើងដកខាត់វាឲ្យខ្លាំងដើម្បីយើងងាយស្រួលក្នុងការចេញរកការងារថ្មីមានន័យថាយើងងាយស្រួលក្នុងការរកការងារថ្មីបានលឿនដល់ពេលដែលយើងមានជំនាញច្បាស់លាស់មួយពិតប្រាកដសម្រាប់អ្នករកស៊ីវិញយើងមានជំនាញមួយច្បាស់លាស់គឺយើងអាចផ្ដោតទៅលើជំនាញឧទាហរណ៍អ្នកទាំងអស់គ្នាមានជំនាញ design នៅក្រុមហ៊ុនឬក៏ការងារកន្លែងការងារចាស់អញ្ចឹងពេលយើងចេញរកស៊ីយើងអាចនឹងរកស៊ីនៅក្នុងវិស័យ design ហ្នឹងយើងអាចបើក្រុមហ៊ុនផ្នែក design អីដើម្បីផ្ដល់សុខភាពឲ្យ client ឬអីចឹងទៅអញ្ចឹងអាហ្នឹងឃើញវាមានជំនាញមួយដើម្បីភ្ជាប់ខ្លួនយើងទៅកន្លែងការងារថ្មីឬក៏ទៅរកស៊ីចំណុចមួយទៀតបើសិនជាអ្នកទាំងអស់គ្នាសួរខ្លួនឯងហើយប៉ុន្តែរកអត់ឃើញថាខ្លួនឯងមានជំនាញអីមួយច្បាស់លាស់ទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នានេះខ្ញុំប្រើពាក្យរបស់ Steve Jobs គាត់ថា connect the dotគាត់ខ្លួនឯងគាត់បាន practice រួចរាល់ហើយនេះ connect the dot មានយើងភ្ជាប់ចំណុចមួយទៅចំណុចមួយអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានជំនាញច្រើនអានេះបន្តិចគុំចូលគ្នាអញ្ចឹងទៅអញ្ចឹងយើងទៀមទាយើងគុំអាជំនាញដែលយើងមានទាំងអស់បន្តិចណាយកមកធ្វើជាជំនាញស្នូលមួយដើម្បីយើងអាចទៅរកការងារថ្មីមួយបានធ្វើឬក៏ចេញរកស៊ីអញ្ចឹងការចេញរកស៊ីអ្នកទាំងអស់គ្នាអាចនឹងដឹងថាយើងដើរតួច្រើនពាក់មុខច្រើននៅលើក្បាលយើងជា owner យើងជាចង្វាយខ្លួនឯងគឺយើងដើរតួនាទីច្រើនក្នុងពេលតែមួយស្អីក៏ធ្វើដែរអញ្ចឹងណាចុងភៅអ្នករត់តុកអ្នក design អ្នក sales marketing អីគឺពេលខ្លះសឹងតែធ្វើទាំងអស់ឬក៏យើងនៅមើលសម្រាប់សម្រួលក្រុមការងារទាំងអស់តែម្ដងអញ្ចឹងកាលណាយើងមានជំនាញច្រើនយើងត្រូវចេះ connect វាបាន connect the dot ហ្នឹងមួយមកដើម្បីឲ្យវាជាជំនាញស្នូលរបស់យើងក្នុងការធ្វើការកន្លែងថ្មីឬក៏ចាប់ផ្ដើមចេញរកស៊ីអញ្ចឹងទាំងអស់គ្នាត្រូវចាំថាបើសិនជាយើងជាគ្រាប់ពូជដែលល្អអញ្ចឹងយើងអត់និយាយពីដីទេយើងនិយាយថាបើសិនជាយើងគ្រាប់ពូជល្អគឺយើងដាក់កន្លែងណាក៏ដូចយើងមានជំនាញច្បាស់លាស់យើងជាមនុស្សដែលមានគេហៅថាការអភិវឌ្ឍខ្លួនជាមនុស្សដែលមានផ្នែកគំនិតវិជ្ជមានជាមនុស្សចង់ចេះចង់ដឹងជាមនុស្សដែលមានអាកប្បកិរិយានិយាយល្អយើងទៅកន្លែងណាក៏យើងអាចរកការងារធ្វើបានក៏គេមានគេជួលយើងឲ្យធ្វើការងារហើយយើងអាច solve problem យើងអាច contribute អីទៅក្រុមហ៊ុនគេហើយបើយើងរកស៊ីវិញក៏យើងអាចនឹង run អាជីវកម្មរបស់យើងបានប្រសើរជាងមុនហើយយើងយ៉ាងហោចណាស់ក៏យើងអាចចង់និយាយថាចាប់ដើមមានលំនឹងក្នុងការធ្វើអាជីវកម្មរបស់ខ្លួនឯងជាងយើងអត់មានអីសោះតែសុខដាក់ពាក្យជប់ធ្វើការហើយទៅចេញរកស៊ីអញ្ចឹងវាអត់ make sense ទេសម្រាប់រឿងហ្នឹងណាចាអញ្ចឹងត្រឡប់មកវិញជាសង្ខេបអ្នកទាំងអស់គ្នាត្រូវសួរសំណួរខ្លួនឯងពីរទី1មានលុយសពូអត់ emergency fund ឬក៏លុយសន្សំដើម្បីចេញរកស៊ីទី2មានជំនាញមួយច្បាស់លាស់អត់ឬក៏អ្នកទាំងអស់គ្នាចេះ connect the dot ជំនាញដែលយើងមានបន្តិចហ្នឹងចូលគ្នាឲ្យខ្លាចជាជំនាញស្នូលឬអត់មុននឹងចាប់ដើមដាក់ពាក្យជប់ធ្វើការអញ្ចឹងខ្ញុំជួបរឿងច្រើនហើយខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាដើរលើផ្លូវដដែលជួបបលាជួបឧបសគ្គច្រើនដូចខ្ញុំទេ
ចឹងមុននឹងធ្វើការសម្រេចចិត្តណាមួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រើការគិតបែប logic ណាមានហេតុនិងផលជាជាងប្រើអារម្មណ៍បើសិនជាអ្នកទាំងអស់គ្នាគិតថានៅកន្លែងការងាររបស់យើងនឹងវាមានសម្ពាធឬក៏វា toxic ពេកយើងអាចរកដំណោះស្រាយពេលខ្លះវាមិនមែនមកពីកន្លែងការងារទាំងស្រុងទេវាអាចមកពីការគិតរបស់យើងដែរអញ្ចឹងណាថាតើយើងបាន contribute អីឬក៏យើងមានតម្លៃអីនៅក្នុងក្រុមហ៊ុនឬក៏អត់អញ្ចឹងណាអញ្ចឹងត្រូវប្រើអារម្មណ៍នឹងតិចបំផុតកុំឲ្យប្រើអារម្មណ៍ច្រើនពេកក្នុងការដោះស្រាយបញ្ហាខ្ញុំផ្ដាំម្ដងហើយម្ដងទៀតព្រោះអាហ្នឹងវាជាកំហុសឆ្គងធំបំផុតសម្រាប់មនុស្សយើងក្នុងការសម្រេចចិត្តធ្វើអីមួយអញ្ចឹងត្រូវរកភាព logic ឬក៏ហេតុផលឲ្យបានសមរម្យមុននឹងសម្រេចចិត្តដាក់ពាក្យជប់ធ្វើការព្រោះវាអាចប៉ះពាល់បើយើងជាខ្លួនមួយវាមិនអីប៉ះតែខ្លួនឯងទេបើយើងមានគ្រួសារមានកូនប្តីប្រពន្ធអីចឹងវាប៉ះពាល់ទៅដល់គ្រួសារទាំងមូលតែម្ដងអញ្ចឹងហើយចំណុចសំខាន់ផ្សេងទៀតខ្ញុំគិតថាអ្នកនរគ្នាគួរតែរៀនអភិវឌ្ឍខ្លួនជាប្រចាំហ្នឹងហើយព្រោះយើងអត់ដឹង skill របស់យើងពេលខ្លះយើងមានថ្ងៃហ្នឹងប៉ុន្តែថ្ងៃក្រោយវា out of date វាអាចនឹងមិនសូវបានគេប្រើអញ្ចឹងយើងរៀនអីដែលថ្មីនេះដែលថាជាចំណេះដឹងថ្មីដើម្បីគេហៅថាបន្ថែមជីមកលើចំណេះជំនាញរបស់យើងហ្នឹងហើយរៀនសំចៃកុំចាយពីតាម trading ឬក៏ចាយពីតាម lifestyle តាមចំណូលដែលយើងហូបបានពេកព្រោះពេលដែលអត់មានលុយគឺគ្រប់យ៉ាងពិបាកយើងអត់អាច make decision អីបានល្អទេហើយមួយទៀតគឺគេហៅថាគេអត់ខ្លួនបានខ្ពស់ណារៀនដាក់ខ្លួនចឹងទៅនៅកន្លែងការងារក្តីការរកស៊ីក្តីគឺត្រូវតែអត់ធ្មត់ឲ្យបានខ្ពស់អាហ្នឹងយើងនឹងទទួលបានលទ្ធផលល្អជាងអ្នកដែលសម្រាប់ចិត្តតាមអារម្មណ៍ហើយមានការឈឺឆាវច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអ្នកនរគ្នាអរគុណច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ